ព្រោះតែភាពអំនួតរបស់ខ្លួនធ្វើឲ្យក្រុមហ៊ុនកាមេរ៉ា Film ដល់ល្បីល្បាញកាលពី48ឆ្នាំមុន Kodak រលាយបាត់សម្អល់ឆ្លងពីពិភពលោកនេះការដែលដួលរលំឬក៏ខ្សែធនរបស់ក្រុមហ៊ុនយក្សមួយគឺជារឿងមិនធម្មតានិងកម្រណាស់ដោយសារតែពួកគេមានទាំងធនធានលុយនិងមានទាំងធនធានមនុស្សប៉ុន្តែនៅតែមានក្រុមហ៊ុនយក្សមួយចំនួនបានបាត់សម្អល់ឆ្លងពីពិភពលោកនេះដោយសារតែការមើលសារដែលគ្រប់គ្រងចែងនិងមានភាពអំនួតលើខ្លួនឯងខ្លាំងពេកបច្ចុប្បន្ននេះគឺគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយប៉ុន្តែក្រុមហ៊ុន Kodak គឺបានបាត់មុខឆ្លងពីទីផ្សារកាមេរ៉ាបាត់ទៅហើយដោយសារតែការសម្រេចចិត្តដ៏ខុសធ្ងន់ធ្ងរបំផុតមួយបើយើងនិយាយឲ្យខ្លីទៅកាលពីច្រើនឆ្នាំមុន Kodak គឺជាម៉ាកយន្តហោះកាមេរ៉ាដ៏ធំបំផុតមួយនៅលើពិភពលោកប៉ុន្តែកំហុសឆ្គងដែលធ្វើឲ្យពួកគេវិនិច្ឆ័យគឺយើងមានតែងាកទៅមើលការពីរដ្ឋការកាលពីច្រើនឆ្នាំមុនពលគឺនៅក្នុងខែធ្នូឆ្នាំ1975ដោយនៅពេលនោះគឺមានបុគ្គលិកម្នាក់របស់ Kodak ដែលមានឈ្មោះថា Steven Sasson បានមកជួបជាមួយថ្នាក់លើរបស់គាត់ដើម្បីបង្ហាញពីរបបកំហុសថ្មីដ៏អស្ចារ្យមួយនោះគឺកាមេរ៉ា Digital វាគឺជាបច្ចេកទេសដែលមិនចាំបាច់ប្រើ Film ទៀតនោះទេហើយអ្វីៗគឺកាន់តែងាយស្រួលនិងរហ័សជាងមុនតែជាឯកសារថ្នាក់លើរបស់ Kodak គឺបានបដិសេធគំនិតរបស់បុគ្គលិករូបនេះមូលហេតុគឺដោយសារនៅពេលនោះប្រាក់ចំណេញភាគច្រើនរបស់ Kodak គឺបានមកពីការលក់ Film ថតរូបដូច្នេះពួកគេយល់ថាវាគឺជាហានិភ័យខ្លាំងណាស់ប្រសិនបើពួកគេងាកទៅចាប់យកបច្ចេកទេសថ្មីមួយនេះដោយសារតែការមើលរំលងគំនិតឆ្នៃប្រឌិតបែបនេះហើយទើបធ្វើឲ្យ Steven បានយកគំនិតនេះទៅជួបជាមួយក្រុមហ៊ុន Sony ដែលជាគូប្រជែងធំបំផុតរបស់ Kodak នៅពេលនោះចំពោះ Sony វិញគឺញញឹមយកព្រមទាំងដៃ10តែម្ដងដើម្បីយកគំនិតនេះគឺមកអនុវត្តហើយបានបញ្ចេញកាមេរ៉ា Digital លុបពេញទីផ្សារតែម្ដងជាលទ្ធផល Kodak ក៏បានចាប់ផ្ដើមធ្លាក់ចុះម្ដងបន្តិចរហូតដល់ថ្ងៃទី19ខែមករាឆ្នាំ2012ក្រុមហ៊ុន Kodak ក៏បានប្រកាសខ្សែធនជាផ្លូវការសាច់រឿងរបស់ក្រុមហ៊ុន Kodak នេះគឺបានបង្រៀនយើងថាយើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលបច្ចេកទេសកំពុងតែផ្លាស់ប្ដូរនិងកំពុងតែរីកចម្រើនជានិច្ចដូច្នេះចូលរៀនបត់បែនតាមការវិវត្តជារៀងរាល់ថ្ងៃនិងលោកអ្វីដែលមនុស្សត្រូវការទើបផលិតផលឬការអាជីវកម្មរបស់យើងនៅតែអាចឈរជើងនៅក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះ